ជំរាបសួរបងប្អូនទាំងអស់គ្នាមានរឿងនិយាយស្ដាប់ទៀតហើយចង់សំណួររឿងនេះចង់សួរបងប្អូនថាជាម្ដាយមីងធានាក្មួយមករស់នៅស្រុកគេដល់តែពេលធានាក្មួយមករស់នៅស្រុកគេបានមកដល់ស្រុកគេហើយសាប់តែក្មួយហ្នឹងយ៉ាងដូចជាចង់តលេបខាយប្តីម្ដាយមីងហ្នឹងណាដល់ហើយចង់តលេបខាយប្តីម្ដាយមីងដល់ម្ដាយមីងមើលសភាពអត់ស្រួលមើលសភាពក្មួយខ្លួនឯងអត់ស្រួលក៏បញ្ជូនក្មួយហ្នឹងទៅស្រុកខ្មែរវិញចឹងចាប់ចំណុចកន្លែងហ្នឹងឯងបងប្អូនខ្ញុំចង់សួរបងប្អូនទាំងអស់គ្នាថាតើម្ដាយមីងហ្នឹងធ្វើអញ្ចឹងត្រូវអត់ហើយចោះបើសិនណាជាម្ដាយមីងហ្នឹងអត់បញ្ជូនក្មួយនឹងទៅស្រុកខ្មែរវិញក្មួយនឹងចេះតែប្រាំមកឲ្យដៃឲ្យជើងប្តីម្ដាយមីងហ្នឹងតើវានឹងមានរឿងអីកើតឡើងហើយបើពេលដែលម្ដាយមីងនឹងបញ្ជូនក្មួយទៅស្រុកខ្មែរវិញគឺបងប្អូនពុះមួយហ្នឹងគឺខឹងនឹងម្ដាយមីងនឹងខ្លាំងណាស់ខឹងនឹងប្អូនស្រីខ្លួនឯងនឹងខ្លាំងណាស់ដោយថាចិត្តកដេថៃចិត្តខោក្មួយទៅដល់ហ្នឹងហើយសុកចិត្តបញ្ជូនមកវិញឌីលជ្រះឆ្អេះបងប្អូនគឺស្អប់វាខ្ពើមគ្រប់គ្នាហើយតើយោបល់របស់បងប្អូនទាំងអស់គ្នាដែលមើលវីដេអូហ្នឹងឲ្យបានស្ដាប់ខ្ញុំរៀបរាប់តើបងប្អូនគិតថាម្ដាយមីងធ្វើអញ្ចឹងត្រូវឬមួយក៏ខុសឬមួយក៏យ៉ាងម៉េចចឹងបងប្អូនជួយតម្លាក់ comment នៅខាងក្រោមហ្នឹងមកជួយបញ្ចេញយោបល់មតិមើលតើមតិបងប្អូនមួយចំនួនគិតមិនបើចំពោះខ្ញុំគិតថាមនុស្សខ្លះគឺជាសន្តានមនុស្សល្មិលគុណចឹងឯងអត់ស្គាល់ល្អស្គាល់អាក្រក់គេនាំអូសទាញមកដល់ហ្នឹងហើយខ្វះស្អីមនុស្សប្រុសមកកោកហេតុអីក៏ចាំឲ្យតាក់ទងម្ដាយមីងមិនចឹងចឹងការដែលម្ដាយមីងគេបញ្ជូនទៅស្រុកខ្មែរវិញខ្ញុំថាអត់ខុសទេគឺត្រូវសមនឹងគេបញ្ជូនទៅខ្មែរវិញមែនអាហ្នឹងយោបល់របស់ខ្ញុំតែយោបល់របស់បងប្អូនជួយបញ្ចេញមតិមកអូខេអរគុណច្រើនទាំងអស់គ្នាជួយ like ជួយ share វីដេអូផងចា